សំណួរទី3ចេញឆ្នាំ2014ចឹងសំណួរនេះសួរថាចូលព័ត៌មានពីទស្សនវិជ្ជាវិជ្ជមាននិងអវិជ្ជមាននៃសកលភាវូបនីយកម្មចឹងអ្នកឆ្នាំ2014បាទគាត់ប្រឈមមុខនឹងបញ្ហាសំណួរនេះតែម្ដងជាទូទៅពុំមានសិស្សភាគច្រើនធ្វើបានទេហើយគ្រូបង្រៀនយើងពេលខ្លះគាត់ក៏ពិបាកនឹងសំណួរមួយនេះដែរបាទអញ្ចឹងអូនត្រូវគិតអំពីសំណួរបញ្ហានេះសំណួរប្រភេទហ្នឹងត្រូវឆ្លើយដោយរបៀបណាអញ្ចឹងត្រូវចងចាំណាសំណួរនេះបាទអញ្ចឹងយើងនិយាយអំពីសកលភាវូបនីយកម្មហើយសកលភាវូបនីយកម្មហ្នឹងវាធ្វើឲ្យផ្ដល់ផលល្អនិងផលអាក្រក់បែបណាចំពោះប្រជាជាតិនៅលើពិភពលោកទាំងមូលតែម្ដងឥឡូវយើងមើលផលវិជ្ជមានដែលយើងហៅថាផលល្អជាទូទៅក្នុងការសរសេរទោះបីអាណាព្យាបាលបារាំងក្តីទោះអីក្តីកាលណាយើងនិយាយអំពីផលវិបាកវាមាន2ណាផលបាក់មាន2គឺផលវិជ្ជមាននិងអវិជ្ជមានអញ្ចឹងបងប្អូនចាំជាទូទៅក្រសួងអត់ចេញវិបទេចេញតែត្រង់ដែលសួរផលវិជ្ជមានអវិជ្ជមានតែម្ដងប៉ុន្តែប្រយ័ត្នដូរសំណួរដាក់ថាចូលព័ត៌មានអំពីផលវិជ្ជមាននិងអវិជ្ជមានឬក៏សួរថាចូលព័ត៌មានអំពីផលវិបាកនៃសកលភាវូបនីយកម្មអញ្ចឹងផលវិបាកមាន2គឺផលល្អនិងផលអាក្រក់ឬឲ្យឈ្មោះថាផលវិជ្ជមាននិងផលអវិជ្ជមានផលវិជ្ជមានមានខ្លះឥឡូវយើងនិយាយពីផលវិជ្ជមានជាទូទៅគេតែងតែសរសេរផលវិជ្ជមានមុនបានសរសេរផលអវិជ្ជមានតាមក្រោយផលវិជ្ជមានមានខ្លះសកលភាវូបនីយកម្មធ្វើឲ្យមានការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ចបាទធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ចទាំងផ្នែកកសិកម្មទាំងឧស្សាហកម្មទាំងពាណិជ្ជកម្មទាំងទេសចរនឹងការរីកចម្រើនខាងសង្គមទាំងវប្បធម៌និងសិល្បៈបាទបើផ្ទេរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកមួយទៀតដែរផលវិជ្ជមាននៃសកលភាវូបនីយកម្មត្រង់ថាអភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើបណាអញ្ចឹងប្រើប្រាស់នៅគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិนั่นជាផលវិជ្ជមានហើយបានផ្ដល់ឥទ្ធិពលឲ្យគ្នាទៅវិញទៅមកផលវិជ្ជមានមួយទៀតគឺធ្វើឲ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្តរជាតិទាំងទូរទស្សន៍ទាំងទូរស័ព្ទទាំងអ៊ីនធឺណិតឃើញទេបាទហ្នឹងតើតើសកលភាវូបនីយកម្មគឺទំនាក់ទំនងជាសកលបាទទំនាក់ទំនងជាសកលធ្វើឲ្យទៅជារួមក្រោមប្រព័ន្ធតែមួយឃើញទេប្រព័ន្ធតែមួយបាទមួយទៀតដែរផលវិជ្ជមាននៃសកលភាវូបនីយកម្មត្រង់ថាបង្កើនសេដ្ឋកិច្ចទីផ្សារសេរីមានការប្រកួតប្រជែងពីតំបន់មួយពីប្រទេសមួយទៅប្រទេសមួយពីតំបន់មួយទៅតំបន់មួយដោយឈរលើគោលការណ៍សហភាពឈរលើគោលការណ៍ស្របច្បាប់ផលវិជ្ជមានមួយទៀតដែរគឺជំរុញឬធ្វើឲ្យមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាជាពិសេសទំនាក់ទំនងល្អផ្នែកការបរទេសឃើញទេនេះជាផលវិជ្ជមានបាទផលវិជ្ជមានមួយទៀតគឺបង្កើតកិច្ចសហប្រតិបត្តិការល្អណាបង្កើតកិច្ចសហប្រតិបត្តិការល្អដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កឡើងបញ្ហាដែលគំរាមកំហែងដល់ពិភពលោកទាន់ពេលវេលាឧទាហរណ៍ណាម្ដងទៀតណាកន្លែងហ្នឹងគឺបង្កើតឬក៏បង្កើនកិច្ចសហប្រតិបត្តិការល្អដើម្បីដោះស្រាយបញ្ហាគំរាមកំហែងដល់ពិភពលោកទាន់ពេលឧទាហរណ៍បញ្ហាបរិស្ថានឧទាហរណ៍បញ្ហាជំងឺឆ្លងឧទាហរណ៍បញ្ហាសន្តិសុខឧទាហរណ៍បញ្ហាកំណើនប្រជាជនឥឡូវយើងបាច់មើលគ្រាន់បញ្ហាជំងឺឆ្លងឃើញទេពីនេះឆ្លងមួយបាទហើយជំងឺឆ្លងក៏ជាបញ្ហាសកលភាវូបនីយកម្មដែរតាផលអវិជ្ជមានដែរបើអត់មានសកលភាវូបនីយកម្មហ្នឹងអត់មានតំណែងម្ដងគ្នាហ្នឹងប្រហែលជាយើងនៅតែយើងគេនៅតែគេបាទហ្នឹងវាកើតនៅចិនផ្ទុះនៅតែចិនហ្នឹងអត់ទៅដល់ទេបើវាកើតនៅអាមេរិកផ្ទុះនៅតែអាមេរិកហ្នឹងទៅប៉ុន្តែនេះដោយបញ្ហាសកលភាវូបនីយកម្មអញ្ចឹងផ្ដល់នេះវិញមកជំងឺឆ្លងអញ្ចឹងរកវិធីបង្ការទាំងអស់គ្នាទប់ស្កាត់បញ្ហាទាំងអស់គ្នាឃើញទេនេះគឺជាផលវិជ្ជមានផលវិជ្ជមានមួយទៀតគឺមានភាពងាយស្រួលក្នុងការបម្លាស់ប្ដូរទីលំនៅពីមួយកន្លែងទៅកន្លែងនៅលើពិភពលោកឧទាហរណ៍យើងចង់ទៅរស់នៅសហរដ្ឋអាមេរិកយើងចង់ទៅរស់នៅទៅណាតើយើងទៅធ្វើអីពេញក្នុងបែបបត់អីអញ្ចឹងគេផ្ដល់ព័ត៌មានយ៉ាងងាយបាទប៉ុន្តែមានទៅដោយសេរីណាមានទៅដោយសេរីទេត្រូវគោរពច្បាប់នៃប្រទេសច្បាប់ដែលយើងត្រូវទៅតើគេតម្រូវយើងបំពេញលក្ខខណ្ឌខ្លះយើងពេញលក្ខខណ្ឌហ្នឹងទៅបើយើងពេញបានយើងនៅបានទៅនៅទីនោះបាទនេះទស្សនវិជ្ជាវិជ្ជមានឥឡូវយើងយកពីទស្សនវិជ្ជាអវិជ្ជមានវិញតើមានអីកើតឡើងទស្សនវិជ្ជាអវិជ្ជមានជាពិសេសតកតននយោបាយនិងប្រព័ន្ធគ្រប់គ្រងតែម្ដងអវិជ្ជមានប្រទេសតូចតាចអាចបាត់បង់អធិបតេយ្យភាពរបស់ខ្លួនចំពោះមុខប្រទេសធំបាននេះប្រទេសមហាអំណាចយកឱកាសហ្នឹងទៅគ្របដណ្ដប់លើប្រទេសតូចឯប្រទេសតូចអាចបាត់បង់អធិបតេយ្យភាពលើឧទាហរណ៍ដូចជាករណីប្រទេសអ៊ុយក្រែនឧទាហរណ៍ករណីប្រទេសអ៊ីរ៉ាក់ឧទាហរណ៍ករណីប្រទេសលីប៊ីឃើញទេលីប៊ីបន្តទៀតអវិជ្ជមានដែរដែលកើតចេញពីសកលភាវូបនីយកម្មដូចគ្នាគឺមានការជឿជ្រែកដោយការផ្ទៃក្នុងពីសំណាក់មហាអំណាចទៅលើណាគេទៅលើប្រទេសទុនខ្សោយបាននេះមហាអំណាចជឿជ្រែកកិច្ចការផ្ទៃក្នុងទៅលើប្រទេសទុនខ្សោយដែលធ្វើឲ្យប្រទេសមួយនោះមានការផ្លាស់ប្ដូរទាំងនយោបាយផ្លាស់ប្ដូរទាំងសេដ្ឋកិច្ចផ្លាស់ប្ដូរទាំងសង្គមហើយយើងអត់បាច់មើលអីទេយើងមើលតែកម្ពុជាយើងណានៅកម្ពុជាយើង
ពេលដែលមហាអំណាចឆ្លោះគ្នាប៉ះពាល់ដល់កម្ពុជាពេលមហាអំណាចត្រូវដូចគ្នាក៏ផ្ដល់ឱកាសដល់កម្ពុជាទៅប្រទេសដទៃទៀតដូចគ្នាចឹងដែរបាទដូចគ្នាចឹងដែរបាទឥឡូវវិជ្ជមានមួយទៀតយើងឃើញថាបង្កឲ្យមានសង្គ្រាមរវាងរដ្ឋនិងរដ្ឋឧទាហរណ៍សង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើតឡើងនៅសារបញ្ហាហ្នឹងកើតឡើងចឹងនេះបាទមួយទៀតដែរគេឃើញថាធ្វើឲ្យមានការសាយភាយយ៉ាងខ្លាំងនៅបច្ចេកវិទ្យាយោធាហើយបច្ចេកវិទ្យាយោធាដ៏ទំនើបដែលបង្កដល់ការគំរាមកំហែងលើពិភពលោកសាយភាយបាទជាការសាយភាយនៃបច្ចេកវិទ្យាយោធាដែលយកទៅប្រើប្រាស់ក្នុងពេលមិនសមស្របដែលយកទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាននាំឲ្យប៉ះពាល់ដល់សន្តិសុខពិភពលោកទាំងមូលតែម្ដងហើយនេះគឺផលអវិជ្ជមាននៃសកលភាវូបនីយកម្មមួយទៀតដែរកំណើនប្រជាជនចោទបញ្ហាព្រោះកាលណាកំណើនប្រជាជនតាក់ទងបញ្ហាសេដ្ឋកិច្ចបញ្ហាសង្គមហើយយើងអត់បាច់និយាយដល់ពេលលើពិភពលោកទាំងមូលទេក្នុងក្រុមគ្រួសារមួយយ៉ាងដែរកាលណាមានកំណើនមនុស្សតាក់ទងអីសេដ្ឋកិច្ចមិនយើងដឹងថានៅពេលដែលឪពុកម្ដាយកើតនៅបុត្រម្នាក់គាត់ត្រូវចំណាយពេលในការថែទាំបុត្រនោះអត់បានធ្វើការទេជាពិសេសម្ដាយគាត់ត្រូវចំណាយថវិកាក្នុងការថែទាំគាត់ត្រូវចំណាយគ្រប់រឿងទាំងអស់ในការថែទាំទម្រាំបានប៉ុនពួកយើងណាបាទប៉ុនពួកយើងតើគាត់ចំណាយពេលចំណាយទាំងចិត្តចំណាយទាំងកាយចំណាយទាំងទ្រព្យចំណាយទាំងពេលវេលាដើម្បីកូនបាទអញ្ចឹងដូចពួកក្រុមបងអូនអញ្ចឹងគួរណាតែខិតខំប្រឹងប្រែងរៀនដើម្បីអនាគតខ្លួនយើងបាទហើយដើម្បីតបស្នងសងគុណឪពុកម្ដាយតែគាត់ខិតខំបាទម្យ៉ាងវិញទៀតឥឡូវយើងនិយាយផលងាកមកវិញយកពីផលអវិជ្ជមាននៃសកលភាវូបនីយកម្មទៅវិញយើងសង្កេតថាប្រព័ន្ធផ្កាយរណបធម្មតាទេនៅពេលហ្នឹងប្រព័ន្ធផ្កាយរណបជាទូទៅអញ្ចឹងប្រព័ន្ធផ្កាយរណបនេះក៏អាចជាប្រភពនៃបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលនេះរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មានរបស់ខ្លួនណាអញ្ចឹងប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់អាចទៅគ្របដណ្ដប់អាចទៅស្រូបយកព័ត៌មានផ្សេងពីប្រទេសតូចតាចអញ្ចឹងរដ្ឋាភិបាលប្រទេសតូចតាចអាចជួបឬក៏ប្រឈមមុខនឹងបញ្ហានៃការគ្រប់គ្រងព័ត៌មានវិទ្យានេះហើយគឺជាផលអវិជ្ជមាននៃសកលភាវូបនីយកម្ម